ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំបើកឡានទៅទិញអីវ៉ាន់គឺថាទៅនេះគឺទៅផ្សារផងទៅទិញស្ពើឲ្យកូនផងហើយនឹងទៅទិញខ្មៅដៃផងដែរហើយក៏ទៅផ្សារមួយទៀតដើម្បីទិញដីនិងទិញផ្កាយកមកដាក់ដាំបងប្អូនអញ្ចឹងហើយក៏ធ្វើវីដេអូជូនបងប្អូនទស្សនាតែម្ដងទៅព្រោះអីនៅក្នុងប្រទេសអាល្លឺម៉ង់ឥឡូវហ្នឹងគឺថាជិតដល់រដូវស្លឹកឈើលោឲ្យបងប្អូនឲ្យផ្កាកន្លែងខ្លះទៅមានផ្កាដុះចេញមកតិចបដាអញ្ចឹងណាហើយថ្ងៃនេះគឺថាមេឃអត់សូវស្រឡះល្អទេមេឃគឺអ៊ូអាប់តែម្ដងហើយនេះគឺជាទស្សនវិជ្ជាពីភូមិមួយទៅភូមិមួយតាមផ្លូវពីភូមិមួយទៅភូមិមួយអញ្ចឹងណាទម្រាំទៅដល់កន្លែងផ្សារគឺរៀងឆ្ងាយដែរបងប្អូនអើយវាមិនឆ្ងាយទេនិយាយទៅជិះឡានតែ15នាទីអីទេហើយនិយាយរួមទៅវាអាកាសធាតុនៅទីនេះវាដូរផ្លាស់អត់ទៀងទេបងប្អូនអញ្ចឹងពេលព្រឹកទៅវារៀងបើកថ្ងៃបន្តិចទៅដល់ពេលថ្ងៃឡើងវារៀងអ៊ូអាប់អញ្ចឹងឯងហើយម៉ោងដែលនាងខ្ញុំទៅនោះគឺម៉ោង3 4ហើយបងប្អូនអើយឥឡូវវាអ៊ូអាប់ហ្នឹងមេឃហ្នឹងមិនស្រួលភ្លៀងទៀតពីព្រឹកហ្នឹងវារៀងភ្លៀងបន្តិចដែរបងប្អូនហើយក៏ធ្វើវីដេអូនេះគឺជាទស្សនវិជ្ជាតាមផ្លូវហើយណាមួយមួយរយៈហ្នឹងគឺនាងខ្ញុំអត់បានធ្វើ YouTube ច្រើនដែរអញ្ចឹងហើយសូមបងប្អូនទាំងអស់គ្នាបើសិនជាចូលចិត្តវីដេអូរបស់នាងខ្ញុំសូមកុំភ្លេចចុច subscriber និង follow subscriber ហើយនឹង share comment ផងដើម្បីទទួលបានវីដេអូថ្មីបន្តទៀតព្រោះឥឡូវនាងខ្ញុំកាលពីមុនខ្ញុំចេះតែខ្ជិលតាណាមកណាអីវ៉ាន់ទៅខ្ញុំចេះខ្ជិលថតតែឥឡូវហ្នឹងគឺខ្ញុំចាប់ដើមថតនឹងធ្វើ YouTube ឡើងវិញហើយសូមបងប្អូនទាំងអស់គ្នាជួយគាំទ្រផងពេលខ្លះទៅវីដេអូខ្លះនាងខ្ញុំក៏បានបញ្ចូលសម្លេងទៅវីដេអូខ្លះទៀតគឺនាងខ្ញុំអត់បញ្ចូលសម្លេងទេនាងខ្ញុំដាក់សម្លេងដើមទាំងស្រុងតែម្ដងណាបងប្អូនហើយនេះគឺជាភូមិនៅជិតផ្ទះរបស់នាងខ្ញុំភូមិហ្នឹងក៏ជាភូមិមួយដែលរៀងតូចដែរពីភូមិមួយទៅភូមិមួយសុទ្ធតែមានសាលាមានគីណកាមានសាលានិងមានគេហៅថាស្ថានីយ៍ផលិតអគ្គិភ័យបងប្អូនហើយកន្លែងហ្នឹងក៏មាន restaurant ផងដែរហើយភូមិហ្នឹងដល់ពេលរដូវផ្ការីកគឺថាផ្ការីកល្អនេះដើមឈើហ្នឹងតែវាអត់ទាន់រីកទេបងប្អូនអើយព្រោះវាចាប់ដើមលាស់តិចហ្នឹងហើយប៉ុន្តែខែហ្នឹងវានៅត្រជាក់ដែរណាបងប្អូនពេលខ្លះក៏ត្រជាក់ពេលខ្លះក៏ក្តៅអញ្ចឹងណាអាទិត្យខ្លះទៅបើកថ្ងៃ3 4ថ្ងៃអញ្ចឹងទៅអាទិត្យខ្លះទៀតក៏ភ្លៀង2 3ថ្ងៃជួនកាលទៅអត់ភ្លៀងទេហើយតែអាទិត្យនេះគឺថាភ្លៀងហើយត្រជាក់ទៀតបងប្អូនអង្សាគឺថានៅតែភ្លៀងហើយត្រជាក់ហ្នឹងគឺនៅ8 9អង្សាអញ្ចឹងទៅ10អង្សាអញ្ចឹងទៅវារៀងត្រជាក់ណាតែវាមួយរយៈមុនហ្នឹងអាទិត្យមុនហ្នឹងវាឡើងដល់14 15 16 17អង្សាដែរអញ្ចឹងណាបងប្អូនហើយតែឥឡូវអាទិត្យនេះវាដូរមកជាអញ្ចឹងហើយបើកថ្ងៃពេញហើយដល់ពេលអាទិត្យនេះ3ថ្ងៃហើយ3 4ថ្ងៃហើយបងប្អូនអើយគឺថាភ្លៀងត្រជាក់ភ្លៀងធ្លាក់តកកទៀតបងប្អូនហើយនិយាយរួមទៅនាងខ្ញុំទៅទិញហ្នឹងគឺទៅទិញសភៅឲ្យកូនព្រោះដោយសារអីកូនខ្ញុំចិត្តចូលសាលាដែរអញ្ចឹងទៅទិញពីសភៅហ្នឹងគឺសភៅបិចមិនបិចទេខ្មៅដៃសំទោសខ្មៅដៃហើយនឹងសម្រាប់គ្រូព្រោះគាត់ត្រូវទៅសាលាគេនិយាយថាគេតេស្តគាត់មើលតើគាត់អាចចូលសាលាបានអត់ឆ្នាំហ្នឹងអញ្ចឹងណាបើសិនជាឆ្នាំហ្នឹងអត់អាចចូលសាលាបានទេឆ្នាំក្រោយពួកគាត់អាយុ6ឆ្នាំហើយអញ្ចឹងបើសិនជាឆ្នាំហ្នឹងតេស្តទៅថាគាត់នៅមានកម្រិតអត់ទាន់អាចចូលសាលាបានទេគឺគាត់នៅ kindergarten មួយឆ្នាំទៀតអញ្ចឹងបងប្អូនគេពិនិត្យមើលតើគាត់ឆ្លាតវៃឬក៏គាត់យឺតយ៉ាវអីចឹងណាអញ្ចឹងហើយក៏មកទិញសភៅទិញអីឲ្យគាត់ហើយណាមួយមុនទៅសាលាហ្នឹងគេតេស្ត
ច្រើនដងបងប្អូនអើយហើយថ្ងៃមុនហ្នឹងក៏គេឲ្យយើងទៅមើលសាលាដែរទាំងម៉ាក់ទាំងប៉ាហ្នឹងទៅគេទៅមានការប្រគំតន្ត្រីអញ្ចឹងទៅមិនប្រគំតន្លក្ខណៈលេងភ្លេងជាស្គរជីតាអីចឹងណាបងប្អូនហើយក្មេងៗច្រៀងឬក៏វាយស្គរអីចឹងដែរហើយអញ្ចឹងហើយឥឡូវនេះគេតេស្តគាត់ម្សិលមិញហ្នឹងក៏គេតេស្តគាត់ដែរតេស្តគាត់ឲ្យគាត់រាប់ ABC របស់អាល្លឺម៉ង់ណាបងប្អូន ABC ដល់ចាប់ផអាល្លឺម៉ង់ហើយនឹងលេខហើយនឹងគូរូគូអីផាត់ color អីចឹងណាវិធីគេតេស្តនៅស្រុកនេះហើយនិយាយចុះនិយាយឡើងគឺថានេះគឺជាផ្លូវទៅដល់ជិតដល់ផ្សារហើយនេះខ្ញុំមកផ្សារ River ហើយកន្លែងនេះគឺថាមានកន្លែងគេលក់restaurant មិញហ្នឹងមានកាហ្វេមានcooking អីចឹងទៅមានរបស់ញ៉ាំនិយាយទៅអាហារសម្រន់នេះមកដល់ហើយបងប្អូនមកដល់កន្លែងផ្សារហ្នឹងហើយប៉ុន្តែនាងខ្ញុំអត់បានចូលទេឲ្យប្តីនឹងកូនចូលព្រោះដោយសារកូនតូចកូនពៅខ្ញុំហ្នឹងគេអញ្ចឹងកុំឲ្យពិបាកចូលតែមួយផ្លែតឥឡូវហើយឈប់ចាំទៅវាភ្លៀងធ្លាក់តកកនាងខ្ញុំភ្លេចដាក់ឲ្យបងប្អូនបានទស្សនាឥឡូវណាកាត់មកផ្លូវទៅនេះម្ដងទៅទិញទៅផ្សារហើយយើងចេះហៅផ្សារឬក៏ហាងអញ្ចឹងណាបងប្អូនលក់សម្ភារៈសួនច្បារមាននិយាយទៅសម្ភារៈសួនច្បារហ្នឹងគឺមានគ្រប់ប្រភេទអញ្ចឹងណាមានផ្កាមានសាឡាត់មានកូនឈើគ្រប់ប្រភេទអញ្ចឹងទៅមានច្រើនណាបងប្អូនហើយសូម្បីតែដូចថាយើងចង់ទិញយើងចង់ចិញ្ចឹមសត្វដូចជាត្រីឬក៏ជាទុនសាយឬចាបអីអញ្ចឹងទៅគេយើងទៅទិញនៅកន្លែងហ្នឹងក៏មានដែរគេហៅGarden Center ទៅពេលអញ្ចឹងទៅបើយើងវិញគេបបកប្រហែវិញគេថាឆាក់មណ្ឌលសួនច្បារក៏ប៉ុន្តែយើងនិយាយមួយម៉ាត់ទៅគេថាលក់និយាយភាសាសាមញ្ញណាថាកន្លែងហាងលក់សម្ភារៈធ្វើចំការតែហ្មងទៅហាងសម្ភារៈធ្វើសម្ភារៈដាំចំការដាំដំណាំនៅក្នុងសួនច្បារយើងនឹងឯងមានដើមចេកតូចដាក់តាំងអីអញ្ចឹងណាមានដើមរុក្ខជាតិដាក់តាំងផ្ទះមានផ្កាមានកន្លែងរៀបចំដេគ័រផ្ទះដេគ័រកន្លែងអង្គុយលេងក្នុងសួនច្បារហ្នឹងមានតុទូអីចឹងទៅហើយនឹងមានគេហៅសម្រាប់អាំងសាច់ចាមានបែបជាគិសនីមានគ្រប់ប្រភេទនឹងបែបជាដាក់ខ្ជូងដុតខ្ជូងអីចឹងទៅមានច្រើនប្រភេទតែនៅថ្លៃបងប្អូនអើយរុក្ខជាតិអីហ្នឹងគ្រាន់តែផ្កាមកផើងមកអីហ្នឹងមានចាប់ពី$3-4ឡើងទៅបង€4ឡើងទៅបងប្អូនហើយអញ្ចឹងហើយនេះគឺជាវីដេអូជិតដល់ហើយបងប្អូនវីដេអូតាមផ្លូវហើយទៅមកដល់ហើយហ្នឹងគឺថាបើកឡានបដាភ្លៀងបដាភ្លៀងរហូតនឹងឯងថ្ងៃហ្នឹងទៅទិញហ្នឹងគឺថាតិចជុំតែហើយនេះខ្ញុំអរគុណខ្លាំងមែនតែនសម្រាប់ការមើលវីដេអូរបស់នាងខ្ញុំហើយអរគុណសម្រាប់ការចុច Subscriber comment share like share ទាំងអស់សូមជូនពរសុខភាពល្អសូមបងប្អូនទាំងអស់គ្នាមានសុខភាពល្អសំណាងល្អទាំងអស់គ្នាផងដែរនេះដល់ហើយបងប្អូនដល់កន្លែងហើយតែនេះខ្ញុំអត់បានថតខាងក្នុងជូនបងប្អូនទេជូនពរសុខភាពល្អបាយបាយ